ការងារកសិកម្មបើគាត់តែចេះមិនប្រកាសថាធ្វើការទេបាទវាត្រូវតែយល់ផងដែរទោះយល់ផងដែរអញ្ចឹងរងថ្ងៃតលតែចេះហើយនឹងយល់ពីការងារកសិកម្មហ្នឹងឲ្យបានច្បាស់ទើបធ្វើទៅបានផលចំណេញអញ្ចឹងយល់ទី1ខ្ញុំចង់បង្ហាញជូនថាស្រូវមិនមែនជារុក្ខជាតិទឹកទេប៉ុន្តែស្រូវក៏ត្រូវការទឹកដើម្បីរស់បាទអញ្ចឹងមានន័យថាយើងប្រើប្រាស់ទឹកតិចពេលដាំស្រូវហ្នឹងត្រូវការទឹកតិចបាទហើយនឹងការគ្រប់គ្រងទឹកហ្នឹងឲ្យបានល្អមិនមែនត្រូវការទឹកច្រើនជាប្រចាំនោះទេត្រូវការបើទឹកច្រើនជាប្រចាំអាហ្នឹងធ្វើឲ្យស្រូវទទួលបានទិន្នផលមិនសូវល្អវិញបាទអញ្ចឹងស្រូវវាគាត់ត្រូវការទឹកសើមដើម្បីរស់បាទហ្នឹងគឺជាឱកាសដែលធ្វើឲ្យដំណាំស្រូវលូតលាស់បានល្អអញ្ចឹងកត្តាសំខាន់ដែលធ្វើឲ្យទទួលស្រូវរបស់យើងទទួលបានផលល្អទី1ពាក់ព័ន្ធទៅនឹងកត្តាពូជកត្តាជីកត្តាដីកត្តាទឹកហើយនឹងការថែទាំសំខាន់ណាស់កត្តាពូជយើងត្រូវធ្វើម៉េចកត្តាពូជត្រូវការជ្រើសរើសពូជដែលសុទ្ធល្អពូជសុទ្ធល្អគាត់តែការជ្រើសរើសពូជសុទ្ធល្អមួយគឺធ្វើឲ្យកំណើនទិន្នផលកើនឡើងប្រមាណជា20% មុនដាំដុះបាទបាទនឹងសំខាន់ណាស់សួរពូជសុទ្ធនឹងត្រូវការបែបពូជសុទ្ធនឹងគឺត្រូវការជ្រើសរើសពូជទាំងឡាយណាដែលមានលក្ខណៈសន្តានគេហៅថាជាឯកសន្តានមានន័យថាវាស្មើគ្នាអានឹងនឹងនិយាយអំពីបើសិនជាការទុកពូជរបស់យើងប៉ុន្តែរាល់ថ្ងៃនេះយើងមានក្រុមហ៊ុនឯកជនដែលគេសម្រាប់សម្រាមធ្វើពូជសុទ្ធសម្រាប់លក់ហើយបាទប៉ុន្តែអានឹងជាទូទៅទម្លាប់កសិករយើងគឺតែងតែយកពូជស្រូវដែលគាត់ធ្វើបានហ្នឹងចេះតែទុកបន្តអាហ្នឹងគឺធ្វើឲ្យវាមានជួបប្រទះនៅការថយចុះនៅទិន្នផលពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងឧទាហរណ៍ថាដំណក់លើកទី1គាត់បានផលខ្ពស់អញ្ចឹងទៅគាត់រក្សាទុកអញ្ចឹងទៅអាលើកទី2ហ្នឹងត្រូវថយទិន្នផលបន្តិចហើយបាទដល់លើកទី3វាកាន់តែថយទៅរហូតដល់បាត់បង់លែងមានទទួលផលច្រើនក៏អាចថាបានដែរអញ្ចឹងពូជគឺជាកត្តាសំខាន់ដែលយើងត្រូវការប្រើប្រាស់ពូជដែលសុទ្ធល្អហើយមានគុណតម្លៃនៅទីផ្សារនេះគឺជាកត្តាពូជហើយកត្តាដីគឺជាកត្តាសំខាន់ដែរការរៀបចំដីឲ្យបានល្អឲ្យបានរៀបស្មើសម្រាប់បញ្ចេញបញ្ចូលទឹកនេះក៏ជួយឲ្យស្រូវយើងលូតលាស់ល្អដែរហើយកត្តាជីប្រជាកសិករគាត់តែងតែថាឲ្យតែមានជីគឺធ្វើឲ្យទិន្នផលខ្ពស់ហើយប៉ុន្តែមិនមែនទេការមានជីហើយប្រើប្រាស់ជីមិនសមស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវនឹងធ្វើឲ្យជួបប្រទះហានិភ័យខ្លាំងជាពិសេសគឺការធ្វើឲ្យបាត់បង់ទិន្នផលទៅវិញបាទហើយតិចទៀតខ្ញុំនឹងជម្រាបជូនទៅហេតុអីបាទកត្តាទឹកគឺក៏ជាកត្តាសំខាន់ដែរថាការបញ្ចេញបញ្ចូលទឹកឧទាហរណ៍ថាបើយើងធ្វើទឹកឲ្យនៅជាប់នៅក្នុងស្រែហ្នឹងជាប្រចាំត្រឹមតែគៀបស្លឹកបាទជាប់រហូតឬក៏ទឹកច្រើនលើសពីអាគៀបស្លឹកហ្នឹងទៀតក៏ជាហេតុធ្វើឲ្យស្រូវមិនអាចលូតលាស់បានល្អដែរដោយសារអីដោយសារតែវាបង្កើតនៅគេហៅថាឧស្ម័នមេតានច្រើននៅក្នុងទឹកបាទដែលធ្វើឲ្យការលូតលាស់របស់ស្រូវមិនមានលទ្ធភាពល្អទេអញ្ចឹងត្រូវការអុកស៊ីហ្សែនអញ្ចឹងដើម្បីធ្វើឲ្យមានចរន្តអុកស៊ីហ្សែននៅក្នុងដីត្រូវការប្រខាស់ទឹកបាទមួយរយៈពេលសុទ្ធតែមានបច្ចេកទេសបាទសុទ្ធមានបច្ចេកទេសរបស់វាបាទហើយបើសិនជាយើងថារក្សាទឹកឲ្យច្រើនអានឹងវាអត់មានអុកស៊ីហ្សែននៅក្នុងទឹកនឹងល្អទេអញ្ចឹងធ្វើឲ្យស្រូវរបស់យើងវាគេហៅថាស្រង់ឡើងអត់មិនមែនមានគេហៅថាពណ៌បៃតងល្អទេបាទហើយអញ្ចឹងពួកគាត់ក៏ច្រឡំថាវាមានបញ្ហាខ្វះជីខ្វះអីទៅគិតពីថែមជីទៀតទៅអញ្ចឹងធ្វើឲ្យចំណាយខ្ពស់នៅក្នុងថវិកាទិញជីអញ្ចឹងហើយបានតែខ្ញុំនិយាយអំពីប្រធានបទការប្រើប្រាស់ជីឲ្យមានប្រសិទ្ធភាពសេដ្ឋកិច្ចនេះបាទអញ្ចឹងការបន្ថែមជីច្រើននឹងធ្វើឲ្យស្រូវជួបប្រទះបញ្ហាដែរឧទាហរណ៍ថាជំងឺគេ
ថាជំងឺអ្នកមានជំងឺអ្នកថែមរហូត បាទថែមរហូតបាទហ្នឹងហើយដែលជាបញ្ហាជំងឺអ្នកមានហ្នឹងមិនឧទាហរណ៍ថាការប្រើប្រាស់ជីច្រើនវាធ្វើឲ្យមានបញ្ហាលើសជាតិអាសូតបាទអញ្ចឹងវាធ្វើឲ្យរលាកសតោបឲ្យរលាកកគូអីជាដើមហើយជាពិសេសពពុះជីអ៊ុយរ៉េបាទពពុះជីអ៊ុយរ៉េហ្នឹងណាជាបញ្ហាបាទហើយនឹងជាកតាទឹកកតាថែទាំនេះមិនមែនយកទៅព្រោះចោលទេកាលណាព្រោះចោលគេស្រូវខ្លាចខ្មោចអត់មានម្ចាស់ទៅក្បែរបាទអញ្ចឹងត្រូវការម្ចាស់ទៅថែអាសាត្រូវការទៅពិនិត្យមើលការបោចស្មៅការតាមដាននៅកតាចង្រៃអីផ្សេងជាដើមហ្នឹងណាដែលជាធ្វើគេហៅថាធ្វើឲ្យស្រូវសុបាយចិត្តឲ្យលូតលាស់ល្អហើយបង្កើនទិន្នផលពុះប៉ុន្តែបើសិនជាយើងចោលទៅមិនដឹងពេលណាត្រូវដាក់ទឹកមិនដឹងពេលណាត្រូវដាក់ជីមិនដឹងពេលណាត្រូវបោចស្មៅមិនដឹងពេលណាត្រូវសត្វល្អិតស៊ីអានេះជាបញ្ហាធ្វើឲ្យស្រូវពិបាកចិត្តដែរណាចាបាទសុខតែនេះដល់ពេលនេះហើយមានអារម្មណ៍ថាចាប់អារម្មណ៍តែម្ដងបាទហ្នឹងហើយអញ្ចឹងហើយបាទខ្ញុំនិយាយទេលេងទេរឿងទៀតថាស្រូវខ្លាចខ្មោចខ្លាចអីហ្នឹងបាទត្រូវការយើងទៅថែទាំបាទត្រូវការឲ្យយើងទៅថែទាំត្រូវការឲ្យយើងតាមដានត្រូវការឲ្យយើងពិនិត្យមើលនៅគេហៅថាប្រព័ន្ធសេតបដ្ឋានដំណាំស្រូវជារៀងរាល់ថ្ងៃហ្នឹងពេលណាវាមានបញ្ហាអីពេលណាមានបញ្ហាអីវាអស់ទឹកវាអស់ជីត្រូវការអីយ៉ាងម៉េចត្រូវការថែទាំបាទហ្នឹងគឺជាកត្តាសំខាន់នៅក្នុងការថែទាំអញ្ចឹងកត្តា5សំខាន់នេះត្រូវតែចងចាំទុក